សម្លម្ជូរគឺជាសម្លមួយមុខដែលខ្ញុំស្អប់ជាងគេបំផុតនៅពេលដែលខ្ញុំរស់នៅជុំគ្នាជាមួយនឹងឪពុកម្ដាយរបស់ខ្ញុំប៉ុន្តែក្រោយពេលដែលខ្ញុំឡើងមករៀនតនៅសាកលខ្ញុំចេញមកធ្វើការសម្លម្ជូរគឺជាសម្លដែលខ្ញុំនឹកឃើញមុនគេពេលដែលខ្ញុំនឹកឃើញដល់ម្ដាយរបស់ខ្ញុំហើយជាសម្លមួយដែលខ្ញុំចូលចិត្តហូបនៅពេលបច្ចុប្បន្ននេះដែរដើម្បីគិតទៅថាហូបសម្លម្ជូរដើម្បីឲ្យជ្រះមាត់ឲ្យជូរឆ្ងាញ់អីចឹងដែរ ហើយទឹកគ្រឿងអីក៏ដោយពួកខ្ញុំក៏ចូលចិត្តដែរតែឥឡូវខ្ញុំចេះហូបក្រោយពីរៀនឆ្ងាយពីគាត់ខ្ញុំចេះហូបនេះចំរបស់ខ្ញុំគឺខ្ញុំសំដៅទៅលើម្ហូបប៉ុន្តែបើន័យធៀបខ្ញុំប្រៀបធៀបរឿងរ៉ាវរស់នៅក្នុងសង្គមបច្ចុប្បន្នកូនគ្រប់រូបនៅពេលដែលឃ្លាតឆ្ងាយពីម្ដាយឪពុកឃ្លាតឆ្ងាយពីគ្រួសារទៅធ្វើការក៏ដោយទៅរៀនក៏ដោយតែជួបរឿងរ៉ាវជាច្រើនដែលយើងត្រូវឆ្លងកាត់គ្រប់រូបជាតិគ្រប់បែបយ៉ាង មានទាំងការស្រឡាញ់ការជួយចិត្តការប្រឹងប្រែងការតស៊ូការនឿយហត់ការអត់ឃ្លានមានទាំងការក្បត់មានទាំងការងាយអញ្ចឹងយើងប្រៀបដូចជារបស់បញ្ញាដែលគេយកមកសាកល្បងនៅក្នុងវត្តប្រសពសាមួយនេះអញ្ចឹង